ជំរាបសួរនិងសួស្តីបងប្អូនខ្មែរទាំងអស់គ្នាអាប់ដេតពី K1 visa របស់ខ្ញុំគឺ visa គូដឹងនៅក្នុងសហរដ្ឋអាមេរិកឆ្នាំ2025ចំពោះអ្នកដែលតាមដាន YouTube ខ្ញុំគឺដឹងហើយថាខ្ញុំមកសារធ្វើវីដេអូតាក់ទងទៅនឹងការរៀបចំឯកសារ visa គូដឹងដោយការចែកម្លែកបទពិសោធន៍ផ្ទាល់ខ្លួនតាក់ទងទៅនឹងការហូតឯកសារ visa គូដឹងដោយគ្មានមេធាវីហើយនឹងការបន្តឯកសារនៅពេលដែលយើងមកដល់សហរដ្ឋអាមេរិកណាចឹងខ្ញុំនឹងផ្ដល់ feedback ពី visa គូដឹងបទពិសោធន៍ខ្ញុំផ្ទាល់តែម្ដងចំពោះខ្ញុំគឺរត់ឯកសារ visa គូដឹងពីខ្មែរមកសហរដ្ឋអាមេរិកខ្លួនឯងមិនមានមេធាវីទេហើយខ្ញុំឆ្លងកាត់ការសភានៅស្រុកខ្មែរតែនៅពេលដែលខ្ញុំដាក់ពាក្យឯកសារតនៅសហរដ្ឋអាមេរិកដើម្បីយក green card គេហៅកាតពណ៌បៃតងគឺខ្ញុំអត់មានឆ្លងកាត់ការសភាអីទេហើយក៏អត់មានត្រូវផ្ដល់ឯកសារអីផុសតាងបន្តទៅ USCIS ដែរគឺជាប់អូតូតែម្ដងបាន green card 3ឆ្នាំអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកពី feedback របស់ខ្ញុំតាក់ទងទៅនឹងvisa គូដឹងហើយនឹង time frame មានន័យថាការហូតឯកសាររបស់ខ្ញុំតាក់ទងនឹង K1 visa តាក់ទងទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំណាហើយនឹងផ្ដល់ដំបូន្មានខ្លះតែតាក់ទងទៅនឹង K1 visa ហ្នឹងហើយនឹងនៅពេលដែលយើងបាន green card ហើយតែយើងត្រូវធ្វើអីខ្លះហើយចឹងទៀតនៅពេលដែលយើងបានមកដល់សហរដ្ឋអាមេរិកណាអញ្ចឹងដូចយ៉ាងអស់គ្នាដឹងហើយថានៅឯកសាររបស់ខ្ញុំគឺចាប់ផ្ដើមបំពេញនៅឆ្នាំ2021ខ្ញុំស្គាល់គ្នាតាំងឆ្នាំ2018ប៉ុន្តែយើងបានចាប់ផ្ដើមតាក់ទងគ្នាគឺនៅឆ្នាំ2019អញ្ចឹងណាអញ្ចឹងឯកសារខ្ញុំចាប់ផ្ដើមពេញនៅឆ្នាំ2021តែធ្លាក់មកដល់ស្រុកខ្មែរនៅឆ្នាំ2023អញ្ចឹងមុនធ្លាក់មកដល់ស្រុកខ្មែរហ្នឹងគឺធ្លាក់នៅNVC ច្រើនតង់មែនតែមុនដំបូងយើងផ្ញើឯកសារទៅ USCIS ហេតុអ្វីឯកសារខ្ញុំត្រូវការរយៈពេល2021ដល់2023រហូតដល់2ឆ្នាំអ្នកនរគ្នាត្រូវដឹងថា2021គឺ COVID ចាប់ផ្ដើមកើតឡើងអញ្ចឹងឯកសារទូទៅគេរត់ការតាមមួយឆ្នាំទេ10ខែទៅ12ខែអញ្ចឹងណាចំពោះ visa គូដឹងសហរដ្ឋអាមេរិកណាមកប្រទេសខ្មែរយើងតែខ្ញុំរត់ការ2ឆ្នាំគឺសារតាសកម្មភាព COVID ដោយសារជំងឺ COVID បានកើតឡើងអញ្ចឹងហើយពជាពេលឡើងអស់2ឆ្នាំអញ្ចឹងឯកសារខ្ញុំធ្លាក់នៅឆ្នាំ2023ខែ3 2023ខែ3គឺធ្លាក់មកដល់ស្រុកខ្មែរគឺចូលទៅក្នុងសានទូតហើយបាទខ្ញុំចាប់ផ្ដើមពេញ DS 160បន្ទាប់មកចាប់ផ្ដើមកក់សភាបន្ទាប់មកពិនិត្យសុខភាពបន្ទាប់មកក៏សភាគឺខ្ញុំធ្វើខ្លួនឯងទាំងអស់ហើយអ្នកនរគ្នាត្រូវ list down អ្វីដែលខ្ញុំនិយាយនេះព្រោះវាសំខាន់ណាស់ពេលខ្លះយើងអត់ដឹងធ្វើម៉េចទេនៅពេលដែលឯកសារយើងធ្លាក់មកដល់សានទូតខ្មែរហើយគឺអត់ដឹងធ្វើម៉េចទេប៉ុន្តែនៅក្នុង website របស់គេគឺបានរៀបរាប់ទាំងអស់ថាយើងធ្វើម៉េចខ្លះអញ្ចឹងណាអញ្ចឹងបើអ្នកទាំងអស់គ្នាស្ដាប់វីដេអូខ្ញុំនិយាយរឿងលឿនឬមួយក៏មិនអ្វីដែលអ្នកទាំងអស់គ្នាអាចជឿទុកចិត្តបានគឺយើងអាចចូលទៅក្នុង website របស់ US Embassy អានបានគេរៀបរាប់ពីសកម្មភាព step by step ឲ្យយើងទាំងអស់បើសិនបើយើងរត់ឯកសារខ្លួនឯងយំគេបញ្យល់ប្រាប់យើងទាំងអស់ហ្មងណាអូខេឥឡូវតទៀតរហូតដល់2023ហើយ2023ខែ6ខ្ញុំក៏ហោះមកដល់សហរដ្ឋអាមេរិកខ្ញុំហោះមកដល់សហរដ្ឋអាមេរិកហើយឯកសារខ្ញុំសម្រាប់ visa គូដឹងគឺយើងត្រូវតឯកសារទៀតដើម្បីបាន green card 3ឆ្នាំណាអ្នកនរគ្នាតែចំពោះ visa ផ្ទៃប្រពន្ធវិញគឺបាន green card 10ឆ្នាំគឺគេចំពោះ visa ផ្ទៃប្រពន្ធគឺមកដល់ភ្លាមគេរងចាំរៀងយូរជាងយើងបន្តិចតែគេអត់មានត្រូវចំណាយលុយអីទៀតទេគឺគេបាន green card តែម្ដង green card 10ឆ្នាំតែម្ដងណាតែចំពោះ visa គូដឹងវិញគឺយើងត្រូវចុះអេតាស៊ីវិលឲ្យបានមុន90ថ្ងៃចុះអេតាស៊ីវិលឲ្យបានមុន90ថ្ងៃហើយបន្ទាប់មកយើងត្រូវ submit ឯកសារដើម្បីដាក់ពាក្យយក working permit បន្ទាប់មក green card ឬមួយក៏យើងត្រូវបន្ទាន់គេហៅ
traveling អីចឹងអាយ131វីដេអូនេះខ្ញុំនិយាយតែភាសាអង់គ្លេសច្រើនចឹងអ្នកនរគ្នាត្រូវចាប់យល់ដែរសារវាតាក់ទងទៅនឹងការធ្វើឯកសារ USCIS អញ្ចឹងណាអញ្ចឹងដាក់ពាក្យច្រើនមែនតើចំពោះវីសាគូមិនដឹងហើយយើងក៏ត្រូវបង់លុយតដែរបន្ទាប់មកខែ8ខ្ញុំក៏បានខែ8ឆ្នាំ2023ខ្ញុំក៏បានដាក់ឯកសារទៅ USCIS ហើយខ្ញុំក៏ទទួលបានដំណឹងពី USCIS នៅខែ10ខែ10ហើយគេក៏បានណាត់ខ្ញុំឲ្យទៅធ្វើ biometric scan ក្រយៅដៃ scan ក្រយៅដៃហើយនឹងថតរូបថតហ្នឹងគេថតតែម្ដងទេដើម្បីដាក់ចូល green card របស់យើងនឹងទទួលបាន working permit ចឹងណារូបថតហ្នឹងតែមួយទេអានេះវាគ្រាន់តែជា suggestion របស់ខ្ញុំទេគឺយើងថតរូបពាក់អាវឯស្រស់ៗទៅគឺយើងឃើញស្អាតដែរហ្នឹងហើយអញ្ចឹងខែ10ខ្ញុំទទួលបានដំណឹងពី USCIS ហើយបន្ទាប់មកខ្ញុំក៏ទទួលបានដំណឹងមួយអាទិត្យក្រោយមកទៀតខ្ញុំក៏ទទួលបានដំណឹងscan ក្រយៅដៃហើយនឹងថតរូបជាមួយនឹង USCIS បន្ទាប់មកនៅខែ2ខ្ញុំក៏ទទួលបាន working permit ចំពោះអ្នកដែលបាន green card ចំពោះ visa គូនត្រឹងអញ្ចឹងគឺឬមួយក៏ visa ផ្សេងក៏ដោយកាលណាគេបញ្ជាក់យើងថាយើងអត់មានសិទ្ធិការងារអត់មានសិទ្ធិធ្វើការងារតើយើងមានបាន working permit ណាបានយើងអាចធ្វើការងារបាន green card ហើយនឹង working permit គឺខុសគ្នាអញ្ចឹងតើយើងមាន working permit ដែរបើយើងអាចធ្វើការបានទោះបីជាយើងបាន green card ក៏ដោយអញ្ចឹងខ្ញុំបាន working permit នៅខែ2តបមកខ្ញុំបានដំណឹងខែ3ថាខ្ញុំមិនចាំបាច់សម្ភាសទេខ្ញុំគេឲ្យ green card ខ្ញុំ free តែម្ដងដោយមិនបាច់ចាំបាច់សម្ភាសឬក៏ submit ដាក់ឯកសារថែមទៀតឬក៏ផុសតាំងអីថែមទៀតអញ្ចឹងណាគឺនៅឆ្នាំ2024ខែ2ខ្ញុំទទួលបាន working permit 2024ខែ3green card របស់ខ្ញុំបានជោគជ័យបន្ទាប់មក2024ខែ4គឺខ្ញុំបាន green card តែម្ដងអ្នកនរគ្នាដឹងថាអ្វីដែលខ្ញុំខាតបំផុតអត់គឺខ្ញុំបានមកដល់សហរដ្ឋអាមេរិកនៅខែ6ហើយអញ្ចឹងនៅខែ12 2023នេះគឺខ្ញុំឡើង6ខែខ្ញុំនៅអាមេរិកបានកន្លះឆ្នាំហើយត្រូវអត់អញ្ចឹងគេអត់រាប់អាកន្លះឆ្នាំហ្នឹងទេបើឯកសារយើងអត់ជោគជ័យអញ្ចឹងណាចឹងចំពោះខ្ញុំនៅរដ្ឋ Kansas City ឬអក្សរកាត់ KS អញ្ចឹងណាអញ្ចឹងខ្ញុំខាតឡើងកន្លះឆ្នាំគេអត់រាប់កន្លះឆ្នាំហ្នឹងទេគេរាប់នៅពេលដែលយើងទទួលបាន green card ទាំងអស់គ្នាអញ្ចឹងចំពោះខ្ញុំតែម្ដងគឺ suggestion បើយើងមកដល់សហរដ្ឋអាមេរិកភ្លាមគឺអ្នកនរគ្នាគួរតែចូលឯតា civil ភ្លាមហើយបំពេញឯកសារភ្លាមក៏ចំណេញពេលវេលាយើងដែរដោយសារនៅពេលដែលយើងបាន green card ភ្លាមគេរាប់ថ្ងៃដែលយើងទទួលបានឯកសារឬក៏ថ្ងៃដែលយើងទទួលបាន green card ហ្នឹងតែម្ដងហើយអ្នកនរគ្នាត្រូវប្រយ័ត្នថាបែងចែកច្បាស់រវាង working permit ហើយនិង green card ចំពោះ visa គូនដឹងណាអញ្ចឹងកុំច្រឡំអា working permit ហើយនិង green card ជាមួយគ្នាបែងចែកច្បាស់ working permit ឬក៏ Cambo card គឺជាការអនុញ្ញាតឲ្យយើងធ្វើការ green card គឺជាសិទ្ធិរស់នៅក្នុងសហរដ្ឋអាមេរិកស្របច្បាប់ចឹងអ្នកនរគ្នាបែងចែកច្បាស់ហើយដំបូន្មានរបស់ខ្ញុំទៀតគឺយើងត្រូវបើសិនបើ visa របស់យើងអត់ទាន់ផុតកំណត់ទេមានន័យថា visa របស់យើងពេលដែលយើងមកដល់សហរដ្ឋអាមេរិកហើយគឺត្រូវចុះឯតា civil ហើយបាន90ថ្ងៃឬក៏3ខែអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាចដាក់ពាក្យរៀនបើកបរឬក៏ប្រឡងទ្រឹស្ដីឲ្យបានមុនពេលដែលយើង visa យើងផុតកំណត់បានអញ្ចឹងទេអ្នកនរគ្នាអាចរងចាំនៅពេលដែលបានឯកសារ green card ទាំងអស់ហើយចាំរៀនបើកបរក៏បានដែរសារបានបើកបរគឺសំខាន់នៅក្នុងសហរដ្ឋអាមេរិកវាអាស្រ័យទៅលើតំបន់អ្នកនរគ្នារស់នៅដែរតែវាក៏អាចបញ្ជាក់ថាអ្នកនរគ្នារស់នៅពេញសិទ្ធិដែរហើយយើងក៏អាចកាន់ ID ហ្នឹងដូចជាតាក់សញ្ញាបត្រអញ្ចឹងណាទៅដល់ណាក៏ដោយក៏គេសួររក ID យើងដែរ ID ហ្នឹងដូច DMV បានបើកបរអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងសំខាន់ហើយមួយទៀតយើងត្រូវមានលេខទូរស័ព្ទមានកងធនាគាររៀនជំនាញបន្ថែមដើរលេងជាមួយក្រុមគ្រួសារយើងរៀនពីវប្បធម៌របស់គេនេះគឺជាអ្វីៗដែលខ្ញុំរៀបរាប់សំខាន់បើសិនបើអ្នកនរគ្នាពេញចិត្តវីដេអូនេះសូមជួយចុច like and share និងចូលគ្រប់
visa មកសហរដ្ឋអាមេរិកខ្ញុំបានបង្កើតក្រុម Telegram មួយតាក់ទងទៅនឹង visa មកសហរដ្ឋអាមេរិកឬក៏ដែលមានឈ្មោះថា visa មកសហរដ្ឋអាមេរិក USA visa ក្រុម Telegram អ្នកនរគ្នាអាចធ្វើការ scan តាម QR code នេះបានដើម្បីចូលក្នុងក្រុម Telegram ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនហើយប្រសិនបើមាននរណាមួយដែលមានគម្រោងអាក្រក់តាក់ទងទៅនឹងការឆាតទៅទារលុយអ្នកនរគ្នាឬក៏និយាយសម្ដីអត់មានសីលធម៌ឬក៏ចំអះអីអាចធ្វើការ report ប្រាប់ខ្ញុំបានខ្ញុំនឹង remove ម្នាក់នឹងចោលដោយសារធ្លាប់មានបទពិសោធន៍អ្នកដែលចូលក្នុងក្រុមខ្ញុំលើកមុនគឺជាមនុស្សប្រុសហើយនិយាយពាក្យសម្ដីប្រើមិនសមរម្យអញ្ចឹងអ្នកនរគ្នាអាចធ្វើការ report មកខ្ញុំបានខ្ញុំនឹង remove គាត់ចេញពីក្រុមនឹងតែម្ដងហើយក្រុមនេះដែរដើម្បីជួយឲ្យស្ត្រីខ្មែរឬក៏អ្នកផ្សេងដែលត្រូវការជំនួយតាក់ទងទៅនឹងការហត់ឯកសារខ្លួនឯងដោយមិនចាំបាច់ចំណាយថវិកាដើម្បីជាប់វីសាមកសហរដ្ឋអាមេរិកទាំងអស់គ្នាអរគុណកុំភ្លេចជួយ like and share ផងណាអរគុណធំ